cứ lấy phân bón đó cái này chânក្នុងវីដេអូនេះយើងនឹងនិយាយបន្តអំពីការគណនាអង្កេតក្រៅដោយប្រើរូបមន្តអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនិយាយទាក់ទងជាមួយនឹងរូបមន្តអង្កេតក្រៅ2តែនៅក្នុងរូបមន្តអង្កេតក្រៅមួយថ្មីហើយមួយទៀតយើងនិយាយពីអង្កេតក្រៅកាលវីដេអូមុនម្ដងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាពិនិត្យមើលអង្កេតក្រៅទី1គឺជាអង្កេតក្រៅ1លើក x លើក xចឹងចម្លើយរបស់វាគឺស្មើជាមួយនឹងលោនៃពេលនៃអាមេរិកាន x មកបូកនឹង c ចំណែករូបមន្តអន្តរក្រៅទី2យើងបានសិក្សាពីវីដេអូមុនម្ដងហើយគឺស្មើ x ស្វ័យគុណ n បូកថែម1លើ n បូក1បូកនឹង c ដែលតម្លៃ c គឺជារបស់ a បាទអញ្ចឹងយើងទៅពិនិត្យមើលលំហាត់វិញម្ដងតាក់ទងជាមួយនឹងការប្រើប្រាស់រូបមន្តនេះបាទអញ្ចឹងយើងមកពិនិត្យឧទាហរណ៍លំហាត់អន្តរក្រៅទី1របស់យើងអញ្ចឹងអន្តរក្រៅទី1របស់យើងគឺអន្តរក្រៅ2លើ x លើ x អញ្ចឹងតាក់ទងជាមួយនឹងការអន្តរក្រៅដោយប្រើរូបមន្តនេះអ្នកនរគ្នាត្រូវចេះវិធីសាស្ត្រនៅក្នុងការបំលែងលំហាត់របស់យើងបំលែងកសោរបស់យើងដើម្បីឲ្យចូលទៅក្នុងរូបមន្តរបស់យើងដើម្បីជំនួសចម្លើយនៅក្នុងរូបមន្តរបស់យើងអញ្ចឹងដោយលំហាត់អន្តរក្រៅទី1របស់យើងនេះគឺជាអន្តរក្រៅ2លើ x លើ x តែដោយសាររូបមន្តរបស់យើងគឺភាគយកស្មើ1អញ្ចឹងយើងត្រូវបំលែងភាគយករបស់យើងនេះឲ្យទៅជាតម្រង់មួយដូចរូបមន្តដែរគឺយើងអាចទាញ2ចេញមកខាងក្រៅអន្តរក្រៅយ៉ាងមកអញ្ចឹងយើងបាននៅសល់1លើ x លើ x តែមកទៀតដល់ពេលដែលយើងបំលែងបានហើយអញ្ចឹងខាងនេះគឺជារូបមន្តហើយបាទនេះជារូបមន្តរបស់យើងហើយអន្តរក្រៅ1លើ x លើ x ហ្នឹងវាស្មើជាមួយនឹងលិនតម្លៃខណ្ឌ x បូក cចឹងយើងអាចចំនួនវាចូលបានស្មើជាមួយនឹង2លិនតម្លៃខណ្ឌ x បូកជាមួយនឹង c ដែល c ជារបស់បាទ a បាទនេះសម្រាប់អន្តរក្រៅទី1ចំណែកអន្តរក្រៅទី2អញ្ចឹងបងប្អូនទាំងអស់គ្នាគួរកុំយល់ច្រឡំហើយមុននឹងគណនាអន្តរក្រៅយើងត្រូវពិនិត្យឲ្យបានត្រឹមត្រូវអំពីការគណនាលំហាត់ដោយប្រើប្រាស់រូបមន្តអញ្ចឹងយើងសង្កេតមើលលំហាត់ទី1និងលំហាត់ទី2របស់យើងនេះវាអត់ដូចគ្នាទេដោយសារតែលំហាត់ទី1ភាគបែងជា x តែលំហាត់ទី2ភាគបែងជា x ក្រេអញ្ចឹងបើសិនជាភាគបែងខុសពី x មានន័យថាយើងអាចប្រើប្រាស់រូបមន្តអន្តរក្រៅទី1របស់យើងនេះបានទេអញ្ចឹងយើងត្រូវបំលែងលំហាត់របស់យើងនេះកន្សោមនៃលំហាត់របស់យើងនេះឲ្យទៅជាទម្រង់ផ្សេងដោយប្រើរូបមន្តផ្សេងអញ្ចឹងយើងសាកល្បងបំលែងដោយសារតែ x ការ៉េនេះយើងអាចសរសេរចម្រាស់ទៅខាងលើបានតាមរូបមន្តអញ្ចឹងយើងបំលែងទៅជា x ស្វ័យគុណលើកឡើងលើយើងបានដក2 dx អញ្ចឹងនៅពេលដែលយើងបំលែង1លើ x នេះទៅជាបែបនេះហើយអញ្ចឹងយើងសង្កេតឃើញថាអន្តរក្រៅរបស់យើងមានទម្រង់ដូចលំហាត់ដូចឧទាហរណ៍បាននៃវីដេអូមុនដែរគឺយើងប្រើរូបមន្តអន្តរក្រៅ x ស្វ័យគុណ n dx នេះតម្រង់របស់វាដូចគ្នាអញ្ចឹងយើងបានស្មើជាមួយនឹងបាទរបាមកយើងបាន x ស្វ័យគុណដក2បូកថែម1លើដក2បូក1ហើយបូក c តើបើយើងធ្វើការសម្រួលចម្លើយបន្តិចហើយយើងទទួលបាន x ស្វ័យគុណដក1លើដក1បូកនឹង c ហើយយើងបំលែងបន្តទៀតបានដក1លើ x បូកនឹង c ដែល c ជារបស់ a អញ្ចឹងនៅក្នុងការគណនាអន្តរក្រៅយើងមិនមែនចេះតែគណនានោះទេគឺយើងត្រូវពិនិត្យមើលបានត្រឹមត្រូវហើយយើងត្រូវចេះបំលែងអន្តរក្រៅឲ្យបានត្រឹមត្រូវដែរដើម្បីងាយស្រួលនៅក្នុងការគណនាអន្តរក្រៅរបស់យើងអញ្ចឹងយើងបន្តចូលដល់លំហាត់ទី3គឺអន្តរក្រៅ2លើ 3x អញ្ចឹងយើងបំលែងដូចគ្នាអញ្ចឹងដោយសារតែ x ភាគបែងនេះគឺវាស្វ័យគុណ1ហើយអញ្ចឹងមានន័យថាយើងអាចប្រើប្រាស់រូបមន្តរបស់យើងដដែលគឺអន្តរក្រៅ1លើ x ស្មើលិន x លិន y ខណ្ឌ x បូក c
ចឹងយើងគ្រាន់តែបំលែងមេគុណឲ្យចេញខាងក្រៅអន្តេក្រាល់យើងបាន2នៅភាគយក3នៅភាគបែងអន្តេក្រាល់យើងនៅសល់1លើ x dx ចឹងដល់ពេលដែលយើងបំលែងហើយយើងអាចដាក់រូបមន្តយើងបាន2ភាគ3លិនតម្លៃលក្ខខណ្ឌ x បូកជាមួយនឹង c បាទដែល c ជារបស់ a បាទនេះសម្រាប់លំហាត់ទី3បន្តមកទៀតយើងជុំមើលលំហាត់ទី4របស់យើងដូចគ្នាដែរអញ្ចឹងលំហាត់ទី4វាមិនខុសគ្នាពីលំហាត់ទី2របស់យើងទេអញ្ចឹងវាដូចគ្នាអញ្ចឹងយើងត្រូវការបំលែងដូចគ្នាអញ្ចឹងមកគឺយើងបាន13យើងទាញចេញក្រៅអញ្ចឹងនៅសល់អន្តេក្រាល់ x គុណ3យើងរុញវាឡើងលើទៅជាបាន13 dx អញ្ចឹងចូលរូបមន្តរបស់យើងហើយគឺ13គុណជាមួយនឹង x ស្វ័យគុណ13បូកថែម1បាទលើ13បូក1បូកនឹង c អញ្ចឹងស្មើសម្រួលតមកយើងបាន13គុណ x ស្វ័យគុណ13បូក1នៅសល់12អញ្ចឹងខាងក្រោម12ដូចគ្នាបូកនឹង c ហើយយើងសម្រួលចម្លើយបន្តទៀតអញ្ចឹងយើងតម្លាក់នេះមកខាងក្រោមយើងបាន3ដកគុណ10បានបូកអញ្ចឹង3លើ 2x ការ៉េបូកជាមួយនឹង c ដែល c ជារបស់ a បាទសម្រាប់លំហាត់ទី4របស់យើងបាទអញ្ចឹងលំហាត់ចុងក្រោយគឺជាលំហាត់ដែលតកតងជាមួយនឹងផលបូកបាទអញ្ចឹងយើងផ្ដាច់វាមកបាទបើសិនជាបងប្អូនទាំងអស់គ្នាជួបប្រទះលំហាត់តម្រង់បែបនេះគឺយើងវិធីសាស្ត្ររបស់យើងគឺផ្ដាច់តួបាទបើភាគបែកមកយើងមានតែមួយតួហើយភាគយកមានច្រើនតួអញ្ចឹងយើងត្រូវការផ្ដាច់វាមកអញ្ចឹងយើងទទួលបាន x លើ x បូកនឹង1លើ x បាទ dx ដល់មកទៀតយើងសម្រួល x នេះយើងសម្រួលអស់នៅសល់1អញ្ចឹងអន្តេក្រាល់នេះនៅសល់1បូក1លើ x បាទ dx អញ្ចឹងយើងអន្តេក្រាល់1អន្តេក្រាល់នេះវាជាអន្តេក្រាល់ពីរតួអញ្ចឹងយើងអន្តេក្រាល់តាមតួវាយើងអន្តេក្រាល់1យើងបាន x បាទបូកអន្តេក្រាល់1លើ x យើងបានលិនតម្លៃលក្ខខណ្ឌនៃ x ហើយបូកថែមបាទ c លក្ខខណ្ឌ c ជារបស់ a បាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំលើកយកលំហាត់អន្តេក្រាល់តែចំនួន5លំហាត់ទេអញ្ចឹងនៅវីដេអូក្រោយទៀតខ្ញុំនឹងបង្ហាញអំពីការគណនាអន្តេក្រាល់បន្តទៀតដោយប្រើរូបមន្តអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះជួបគ្នានៅវីដេអូបន្តទៀត